សេចក្តីអធិដ្ឋានជាកិច្ចការមួយដែលសំខាន់សម្រាប់កូនរបស់ព្រះជាម្ចាស់កាលណាមនុស្សទៅជឿលើព្រះយេស៊ូវបានចូលក្រុមគ្រួសាររបស់ព្រះអង្គមនុស្សខ្លះប្រហែលច្រឡំហើយគិតថាអូត្រូវតែយល់អំពីច្បាប់របស់ព្រះត្រូវតែរៀនអំពីទំនៀមទម្លាប់របស់ព្រះប៉ុន្តែតាមពិតចំពោះពួកយើងដែលជាកូនរបស់ព្រះពួកយើងយល់ថាយើងមានទំនាក់ទំនងសាសនាគ្រីស្ទមានន័យថាមនុស្សដែលធ្វើតាមមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដូច្នេះក្នុងទំនាក់ទំនងសំខាន់គឺស្ដាប់ហើយនឹងនិយាយបើសិនជាអត់ដែលនិយាយអត់ដែលស្ដាប់បងប្អូនមានន័យថាអត់សូវស្គាល់ហើយក្រោយមកអត់មានទំនាក់ទំនងទេក្នុងព្រះគម្ពីរយើងឃើញខគម្ពីរខ្លះដែលពន្យល់ថាត្រូវអធិដ្ឋានដូចនេះប៉ុន្តែឃើញគំរូការអធិដ្ឋានជាច្រើនក្នុងសញ្ញាចាស់ក្នុងគម្ពីរទំនុកទំកាំងជាគម្ពីរដែលជួយជាពេញជាមួយគំនាបដែលសរសើរព្រះអង្គហើយមានចម្ពោះច្រើនដែលជាការអធិដ្ឋានរបស់មនុស្សផ្សេងហើយថ្ងៃនេះយើងនឹងសិក្សាក្នុងគម្ពីរទំនុកទំកាំងចម្ពោះ3ក្នុងចម្ពោះ3ជាចម្ពោះដែលព្រះមហាក្សត្រដាវីតបានសរសេរប៉ុន្តែឃើញថាបរិបទម្នាក់នោះកំពុងមានបញ្ហានោះមកពីកូនរបស់ខ្លួនឈ្មោះអាប់សាឡុមហើយកូននោះចង់សោយរាជ្យក្នុងស្រុកអ៊ីស្រាអែលដោយផ្ទាល់ខ្លួនដូច្នេះចង់ឲ្យទាហានរបស់គាត់មកឲ្យចាប់ស្ដេចនោះហើយសម្លាប់ពួកគាត់អ្នកនោះដូច្នេះយើងចង់អានគម្ពីរទំនុកទំកាំងចំពោះ3ខ្ញុំមានចំណងជើងសម្រាប់មេរៀនថ្ងៃនេះគឺសេចក្តីអធិដ្ឋានក្នុងការរត់លាក់ខ្លួនប៉ុន្តែសូមដឹងថាបើអត់មានសត្រូវដេញតាមឬហើយយើងមិនត្រូវគេរត់ចាញ់ពីគេសេចក្តីនេះមេរៀននេះសំខាន់សម្រាប់ពួកយើងដែរជាចំណុចសម្រាប់ការអធិដ្ឋានរបស់ពួកយើងទំនុកទំកាំងចំពោះ3មុននឹងលេខ1ជា clear 1ហើយតាមពិត clear នោះជាព្រះគម្ពីរដែរទំនុករបស់ស្ដេចដាវីតនៅគ្រាទ្រង់រួចពីអាប់សាឡុមជាបុត្រដូច្នេះដំបូងយើងឃើញថាស្ដេចដាវីតមានកូនដែលធំហើយកូននោះចាប់អារម្មណ៍សោយរាជ្យដូចជាឪពុកដូច្នេះស្ដេចដាវីតមិនមែនជាក្មេងក្នុងចម្ពោះនេះគេស្មានថាប្រហែលស្ដេចដាវីតបានសោយរាជ្យប្រហែល25ឆ្នាំហើយប៉ុន្តែបើសិនជាយើងស្រាវជ្រាវអំពីជីវិតរបស់ដាវីតឃើញក្នុងគម្ពីរសាមយូអែលទី1ទី2ពីមុនបរិបទម្នាក់នោះមានស្ដេចសូលហើយបរិបទម្នាក់នោះធ្លាប់ច្រណែននឹងលោកដាវីតចង់សម្លាប់បរិបទម្នាក់នោះដូច្នេះលោកដាវីតមានទម្លាប់រួចគេពីកងទ័ពរបស់ស្ដេចមានទម្លាប់មានបទពិសោធន៍ហើយដូច្នេះស្ដេចដាវីតធ្វើជាស្ដេចប៉ុន្តែមានបទពិសោធន៍ខាងជីវិតដែលទុកលំបាកដែលពិបាកមែនតើខ1ខ2ចង់អានខ1ដល់ខ8ទាំងអស់ឥឡូវអោព្រះយេហូវ៉ាអើយពួកកម្លាំងសត្រូវរបស់ទូបង្គំមានគ្នាច្រើនណាស់មនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូបង្គំមនុស្សជាច្រើនពោលពីទូបង្គំថាព្រះមិនសង្គ្រោះគាត់ទេបងអងប៉ុន្តែអោព្រះយេហូវ៉ាអើយព្រះអង្គជាខែលបាំងទូបង្គំជុំវិញជាសេរីល្អរបស់ទូបង្គំហើយជាអ្នកធ្វើឲ្យទូបង្គំងើបក្បាលឡើងខ្ញុំស្រែកដង្ហើយហៅរកព្រះយេហូវ៉ាហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំពីភ្នំបរិសុទ្ធរបស់ព្រះអង្គបងអងខ្ញុំដេកសម្រាក
ហើយលងលក់រួចខ្ញុំភ្ញាក់ឡើងវិញត្បិតព្រះយេហូវ៉ាជួយគាំទ្រខ្ញុំខ6ខ្ញុំមិនខ្លាចមនុស្សទាំងសល់សែនដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយអោព្រះយេហូវ៉ាអើយសូមក្រោកឡើងអោព្រះនៃទូលបង្គំអើយសូមសង្គ្រោះទូលបង្គំផងត្បិតព្រះអង្គទះកំភ្លៀងអស់ទាំងខ្មាំងសត្រូវរបស់ទូលបង្គំព្រះអង្គបាក់ថ្មីនរបស់មនុស្សអាក្រក់ការសង្គ្រោះជារបស់ព្រះយេហូវ៉ាសូមព្រះអង្គប្រទានពរប្រជារាស្ត្ររបស់ព្រះអង្គផងបងអង្គយូរម្ដងមានពាក្យបងអង្គខាងក្រោយគ្រូអត់សូវយល់ច្បាស់មូលហេតុប៉ុន្តែក្នុងគំនាបភាសាហេប្រឺគេធ្លាប់ដាក់ពាក្យនោះប្រហែលជួយពួកគេដឹងអំពីពេលដែលគេត្រូវច្រៀងឬដូរសំឡេងឬអីប៉ុន្តែក្នុងខ1ខ2ស្ដេចដាវីតបានចាប់ផ្ដើមអធិដ្ឋានដល់ព្រះជាម្ចាស់យើងឃើញពាក្យមួយដែលច្រើនកន្លែងខ1អោព្រះយេហូវ៉ាអើយពួកខ្មាំងសត្រូវរបស់ទូគុំមានគ្នាច្រើនណាស់មនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូបង្គំមនុស្សជាច្រើនពោលពីទូបង្គំថាព្រះមិនសង្គ្រោះគាត់ទេដូច្នេះយើងឃើញស្ដេចដាវីតឃើញថាមានបញ្ហាជាច្រើនហើយស្ដេចដាវីតអធិដ្ឋានដោយអស់ពីចិត្តដល់ព្រះជាម្ចាស់ដោយអារម្មណ៍របស់ខ្លួនដោយពាក្យសម្ដីរបស់ខ្លួនចំណុចដំបូងដែលជួយយើងអធិដ្ឋានគឺនិយាយត្រូវនិយាយដោយស្មោះត្រង់អស់ពីចិត្តក្នុងខ1ខ2យើងឃើញស្ដេចដាវីតកំពុងអធិដ្ឋានដល់ព្រះដោយអំពីបញ្ហាទុក្ខលំបាករបស់ខ្លួនខ្ញុំអរព្រះគុណគុំរបស់ព្រះមានផ្លូវមានសេរីភាពនិយាយជាមួយព្រះដែលបានបង្កើតទាំងអស់ដោយអស់ពីចិត្តមិនត្រូវភ័យខ្លាចទេខ្ញុំដឹងថាសាសនាផ្សេងអត់មានផ្លូវនិយាយដល់ព្រះរបស់ខ្លួនទេប៉ុន្តែចំពោះយើងព្រះជាម្ចាស់យកព្រះハរតីទុកដាក់នឹងជីវិតរបស់យើងពួកយើងមានសេរីភាពនិយាយដោយស្ដេចដាវីតសព្រាមនខ្ញុំបានកពិចារណាហើយដោយកូនព្រះមិនសូវចាប់ផ្ដើមអធិដ្ឋានដោយនេះដោយអស់ពីចិត្តអស់ពីគំនិតដូចនេះហើយដោយចង់ដូចជាបោកបញ្ឆោតព្រះអំពីជីវិតរបស់ខ្លួនអូមានបញ្ហាបន្តិចអូមិនមែនទេពួកយើងធ្លាប់មានបញ្ហាពួកយើងមានបញ្ហាសុខភាពផងជីវភាពផងជាមួយប្តីប្រពន្ធកូនហើយក្នុងខគម្ពីរនេះបញ្ហាមកពីណាមកពីកូនរបស់ដាវីតដែលចង់សម្លាប់គាត់នៅថ្ងៃកាលណាខ្ញុំគិតអំពីនេះខ្ញុំឃើញថាចំពោះខ្ញុំបានសព្រាមនបានអធិដ្ឋានដល់ព្រះហើយឆ្ងល់ហេតុអ្វីខ្ញុំមិនសូវធ្លាប់អធិដ្ឋានដូចនេះគិតថាពីព្រោះចាប់ផ្ដើមធ្វើជាទម្លាប់របស់ខ្លួនអូមានពេលអធិដ្ឋានដូចជាពេលព្រឹកឬពេលថ្ងៃចង់លើកទឹកចិត្តបងប្អូនឲ្យអធិដ្ឋានរាល់ថ្ងៃដូចជា5នាទី10នាទីប៉ុន្តែសូមប្រុងប្រយ័ត្នកុំអធិដ្ឋានពាក្យដូចគ្នាដូចជានិយាយដល់ម៉ាស៊ីនដែលត្រូវស្ដាប់ពាក្យទាំងអស់ទេត្រូវតែនិយាយដោយអស់ពីចិត្តពេត្រូទី1ចំពុក5ខ7បានចែងថាចូលផ្ទៃគ្រប់ទាំងទុកព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គត្បិតទ្រង់យកព្រះハរតីទុកដាក់នឹងអ្នករាល់គ្នាចូលផ្ទៃគ្រប់ទុកលំបាកដល់អ្នកណាទៅលើព្រះអង្គហើយដោយពីព្រោះព្រះអង្គចាប់អារម្មណ៍សពព្រះハរតីឲ្យកូនព្រះនិយាយដូចហ្នឹងតើបងប្អូនអធិដ្ឋានដូចនេះឬទេ
តាលោកគ្រូអធិដ្ឋានដូចនេះឬទេជួនកាលអត់ចង់អធិដ្ឋានដោយអស់ពីចិត្តអំពីទុកលំបាករបស់ខ្លួនជួនកាលទុកលំបាកខ្លួនមកពីណាមកពីខ្លួនឯងយើងមានកំហឹងយើងភ័យខ្លាចយើងខ្វាយខ្វល់អំពីពេលអនាគតយើងអត់ទប់មាត់ឬទប់ចិត្តខ្លួនក្នុងការជួបមនុស្សផ្សេងបើសិនជាយើងមានកំហុសត្រូវតែសារភាពដល់ព្រះជាម្ចាស់នោះព្រះអង្គស្មោះត្រង់និងសុចរិតអត់ទោសលុបលាងបាបរបស់យើងនៅក្នុងខ1ខ2ក្នុងទំនួលទាំងខាងចំពុក3យើងឃើញស្ដេចដាវីតនិយាយអំពីសត្រូវអំពីបញ្ហាខ2ខ្ញុំសប្បាយស្ដេចដាវីតមិនមែននិយាយអំពីពួកគេប៉ុន្តែប្រាពាក្យរបស់ពួកគេស្ដេចដាវីតចាំហើយគេថាម៉េចព្រះមិនសង្គ្រោះលោកទេគេសើចចំអកគេគិតថាព្រះបានបោះបង់ចោលដាវីតប៉ុន្តែគាត់អធិដ្ឋានដូចនេះខ3យើងឃើញគុណិតរបស់ដាវីតការអធិដ្ឋានរបស់លោកដាវីតបានប្រែប្រួលផ្លាស់ប្ដូរពីព្រោះចាប់បានសរសើរព្រះអង្គក្នុងខ3ប៉ុន្តែអោព្រះយេហូវ៉ាអើយព្រះអង្គជាខែលបាំងទូបង្គំជុំវិញជាសេរីល្អជាអ្នកដែលជួយលើកក្បាលរបស់ខ្លួនឡើងលោកគ្រូចង់សួរតាស្ដេចដាវីតទីអំពីពេលអនាគតឬបានទីអំពីមិនមែនទីប៉ុន្តែបាននិយាយអំពីបទពិសោធន៍ដែលមានហើយលោកគ្រូកថាលោកគ្រូដឹងថាស្ដេចដាវីតរំលឹកអំពីព្រះពររបស់ព្រះជាមុនជាព្រះពរដែលបានឃើញហើយគាត់មានបទពិសោធន៍ហើយស្ដេចសូលជាស្ដេចមុននឹងកាលណាស្ដេចដាវីតជាយុវជនមិនមែនជាឪពុករបស់ខ្លួនទេប៉ុន្តែស្ដេចសូលចង់សម្លាប់គាត់បានរួចតាមគាត់មានទាហានពិសេសតាមស្ដេចដាវីតបានរួចគេខ្លួនយូរហើយប៉ុន្តែស្ដេចដាវីតមានបទពិសោធន៍ហើយបាននិយាយអធិដ្ឋានដល់ព្រះអំពីព្រះពរពីមុនចំណុចមួយទៀតរំលឹកខ្លួនរំលឹកពីជំនួយដែលព្រះបានប្រទានពីមុនត្រូវតែចម្លៀតឆ្លៀតពេលរំលឹកខ្លួនឯងហើយសរសើរព្រះអង្គដោយព្រះអង្គបានប្រទានពីមុនបើសិនជាបងប្អូនដោយលោកគ្រូក្នុងមួយសប្តាហ៍មានព្រះពរ10ដងមានបញ្ហាមួយហើយពួកយើងចាំមួយណាច្បាស់ជាងយើងកាត់អំពីបញ្ហាមួយដឹងថាជួនកាលអត់មានបញ្ហាតែមួយមានបញ្ហាច្រើនប៉ុន្តែជួនកាលឃើញព្រះពរប៉ុន្តែឆាប់ភ្លេចក្នុងខ4ដល់ខ6ជាការអធិដ្ឋានរបស់ស្ដេចដាវីតប៉ុន្តែខ4ខ5ខ6ខ្ញុំគិតថាលោកដាវីតមិននិយាយមិនអធិដ្ឋានក្នុងនោះប៉ុន្តែដូចជាលើកទៅចែកមនុស្សជុំវិញអំពីរឿងដូចគ្នារំលឹកពួកគេអំពីជំនួយរបស់ព្រះពីមុនខ4ខ្ញុំស្រែកដង្ហោយហៅព្រះយេហូវ៉ាមានន័យថាដោយអស់ពីសម្លេងរបស់ខ្លួនហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំពីភ្នំបរិសុទ្ធរបស់ព្រះអង្គស្ដេចដាវីតនិយាយដល់មនុស្សជុំវិញអំពីបទពិសោធន៍របស់គាត់ពីមុនដែលធ្លាប់ស្រែកហៅព្រះជាម្ចាស់បានឆ្លើយខ5មួយទៀតខ្ញុំដេកសម្រាកហើយលងលក់រួចខ្ញុំភ្ញាក់ឡើងវិញស្ដេចដាវីតបើសិនជាពួកយើងដេកក្នុងព្រះបរមវិជ្ជវាំងកន្លែងស្អាតដែលស្ដេចស្នាក់នៅយើងមានទាហានស្អាតធោមានកម្លាំងមានកំផែងមានរបងជុំវិញការពារប៉ុន្តែស្ដេចដាវីតមានទម្លាប់ស្នាក់នៅវាលរហោស្ថានកន្លែងស្ងាត់ស្រុកអ៊ីស្រាអែលមានភ្នំជាច្រើនហើយកាលណាត្រូវរួចគេខ្លួនពីទាហានស្ដេចសូលត្រូវតែដេកច្រើនកន្លែងដែល
មិនសូវស្រួលប៉ុន្មានទេប៉ុន្តែគាត់ថាម៉េចខ5ខ្ញុំដេកសម្រាប់លងលក់ហើយភ្ញាក់ឡើងវិញគាត់មានបបពិសោធន៍ត្បិតព្រះយេហូវ៉ាជួយគាំទ្រខ្ញុំគាត់និយាយអំពីការដេកលក់ហើយភ្ញាក់ជាកិច្ចការដែលមនុស្សទូទៅអត់សូវធ្លាប់គិតប៉ុន្តែស្ដេចដាវីដឹងថានេះជាបញ្ហាអត់ដឹងពីមុនអត់ដឹងបាទគាត់ដេកបើសិនជាសត្រូវនឹងសម្លាប់គាត់កាលណាគាត់ដេកហើយគាត់ធ្លាប់និយាយអំពីបទពិសោធន៍អំពីព្រះពរដែលបានឃើញពីមុនចំណុចទី2រំលឹកពីជំនួយដែលព្រះបានប្រទានពីមុនគាត់មានបទពិសោធន៍ហើយយើងឃើញស្ដេចដាវីដក្នុងគម្ពីរទំនុកដំណើរច្រើនកន្លែងរំលឹកសរសើរព្រះអង្គអំពីបទពិសោធន៍ដែលបានហើយខគម្ពីរដែលប្រហែលច្បាស់ជាងចំពោះមនុស្សជាច្រើនទំនុកដំណើរចំពោះ23ក្នុងចំពោះ23ស្ដេចដាវីដរំលឹកថាព្រះអង្គជាអ្នកគង្វាលរបស់គាត់ហើយក្នុងខមួយទៀតព្រះអង្គគាត់សរសេរថាព្រះអង្គឲ្យខ្ញុំដេកសម្រាកលើវាលគីវតែងតែច្រឡំលើវាលស្មៅគីវខ្ចីគាត់មានបទពិសោធន៍ដូចនេះព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនគាត់មានបទពិសោធន៍គាត់បានឃើញអ្នកគង្វាលព្រះជាម្ចាស់ដែលគង្វាលថែរក្សាស្ដេចដាវីដគាត់សរសេរដោយបទពិសោធន៍របស់ខ្លួនតើអ្នកគង្វាលនោះយកព្រះハរតីទុកដាក់នឹងដាវីដឬទេពិតមែនក្នុងសាមយូអែលទី1ចំពោះ17ជាចំពោះដែលកូនក្មេងដែលសិក្សាព្រះគម្ពីរប្រហែលធ្លាប់ឮរឿងនេះទាហានអ៊ីស្រាអែលទៅច្បាំងជាមួយស្រុកពីលីស្ទីនទាហានពីលីស្ទីនប៉ុន្តែសម័យនោះគេធ្លាប់ជ្រើសរើសម្នាក់ដើម្បីវាយគ្នាខ្លួនឯងអ្នកណាដែលឈ្នះក្រុមនោះធ្វើជាអ្នកឈ្នះលើក្រុមផ្សេងប៉ុន្តែទាហានពីលីស្ទីនយោធាពីលីស្ទីនមានបរិបទម្នាក់ដែលកពស់មែនទែនដូចជាយៈហើយបរិបទនោះសោកចំអកពីព្រោះពួកអ៊ីស្រាអែលមិនដែលផ្ញើម្នាក់មកឯតវ៉ាជាមួយអ្នកនោះលោកដាវីដជាយុវជនបានមកឲ្យស្ដេចសូលឲ្យប្រាប់ថាខ្ញុំសក់ចិត្តទៅវាយជាមួយអ្នកធំនោះប៉ុន្តែស្ដេចសូលថាអូអត់ទេប្អូនជាក្មេងអត់ចេះប៉ុន្តែសូមស្ដាប់ពាក្យមួយខ37សាមយូអែលទី1ចំពោះ17ខ37ដាវីដក៏ទូលទៀតថាអោព្រះយេហូវ៉ាជាព្រះដែលបានជួយទូលបង្គំឲ្យរួចពីក្រចកសឹងនិងខ្លាឃ្មុំទ្រង់ក៏នឹងជួយឲ្យរួចពីកណ្ដាប់ដៃសាសភីលីស្ទីននោះដែរស្ដេចដាវីដយុវជនដាវីដក្នុងខគម្ពីរនេះមានបទពិសោធន៍ពីមុនថែរក្សាសច្ចារបស់ខ្លួនប៉ុន្តែយូរម្ដងមានសត្វធំសឹងសត្វសង្ឃឬខ្លាឃ្មុំមកចង់ស៊ីវាហើយដាវីដធ្លាប់ការពារវាពីសត្វនោះដូច្នេះក្នុងខគម្ពីរនេះគាត់ឃើញថាព្រះអង្គបានជួយគាត់ពីមុនហើយដឹងថាគាត់នឹងមានជ័យជំនះជាមួយភីលីស្ទីនម្នាក់ឧបមាថាបងប្អូនកំពុងអធិដ្ឋានហើយមិនអាចគិតអំពីព្រះពរសោះដែលបានហើយសូមដឹងថាមានមួយដែលធំជាងគេមានព្រះពរមួយដែលធំជាងគេគឺព្រះយេស៊ូវព្រះយេស៊ូវបានយាងមករស់នៅដោយមនុស្សធម្មតាប៉ុន្តែសពចិត្តរងទុក្ខលើឈើឆ្កាងដែលវិសាអំពើអាក្រក់របស់ពួកយើងអូអាក្រក់មែនតើព្រះដ៏សុចរិតរងទុក្ខសម្រាប់ពួកយើងដែលទុច្ចរិតដែលវិសាយើងចង់រស់នៅតាមចិត្តរបស់ខ្លួនចង់តាំងខ្លួនជាព្រះស្រឡាញ់ខ្លួនជាជាងស្រឡាញ់ពួកគេព្រះជាម្ចាស់បញ្ជូនព្រះយេស៊ូវយាងមកហើយ
រស់នៅជាអ្នកបម្រើរហូតដល់ស្លាប់លើឈើឆ្កាងហើយកាលណាយើងរំលឹកអំពីឈើឆ្កាងព្រះយេស៊ូវសូមដឹងថាសេចក្តីស្លាប់នោះកាត់ឡើងដោយសេចក្តីស្រឡាញ់របស់ព្រះហើយ3ថ្ងៃក្រោយមកយើងរំលឹកអំពីអំណាចព្រះចេស្តារបស់ព្រះកាលណាព្រះអង្គប្រើព្រះយេស៊ូវឲ្យរស់ពីស្លាប់ឡើងវិញដូច្នេះព្រះពរនោះខ្ញុំថាបងប្អូនត្រូវតែលោកគ្រូត្រូវតែពួកយើងទាំងអស់ត្រូវតែរំលឹកអំពីព្រះពរនោះជារៀងរាល់ថ្ងៃដើម្បីរំលឹកខ្លួនអំពីសេចក្តីស្រឡាញ់របស់ព្រះអំណាចព្រះចេស្តារបស់ព្រះចំណុចមួយទៀតក្នុងគម្ពីរទំនុកដំណការទំនុកដំណការចំពុក3យើងបានមកខ្លះហើយខ6ខ្ញុំមិនខ្លាចមនុស្សទាំងសរសែនដែលបានតាំងខ្លួនពាត់ជុំវិញទាស់នឹងខ្ញុំឡើយជាង10,000នាក់គាត់អត់ភ័យខ្លាចទេពីព្រោះគាត់មានបទពិសោធន៍ហើយឃើញជំនួយរបស់ព្រះក្នុងជីវិតខ្លួនចំណុចមួយទៀតយើងឃើញក្នុងខ7ស្ដេចដាវីដនឹងសូមឲ្យព្រះធ្វើការងារជំនួសគាត់សម្រាប់ខ្លួនគាត់ខ7អោព្រះយេហូវ៉ាអើយសូមក្រោកឡើងអោព្រះនៃទូបង្គំអើយសូមសង្គ្រោះទូបង្គំផងចំណុចមួយទៀតសូមព្រះឲ្យជួយដោយកម្លាំងរបស់ទ្រង់លោកគ្រូប្រហែលបងប្អូនដែរអធិដ្ឋានដល់ព្រះប៉ុន្តែមិនអធិដ្ឋានសម្រាប់ការអស្ចារ្យរបស់ព្រះប៉ុន្តែអធិដ្ឋានសម្រាប់ខ្លួនឯងធ្វើល្អមិនអាក្រក់អធិដ្ឋានអូសូមឲ្យកូនប្រឡងជាប់សូមជួយឲ្យកូនបើកម៉ូតូយ៉ាងល្អដើម្បីមានសុវត្ថិភាពគឺល្អប៉ុន្តែត្រូវតែអធិដ្ឋានសម្រាប់កិច្ចការដែលព្រះអង្គផ្ទាល់ត្រូវតែធ្វើគាត់ឃើញថាក្នុងចំពុក3កូនអាប់សាឡុំកូនរបស់ដាវីដមានគ្នាច្រើនដែលចង់សម្លាប់ស្ដេចដាវីដមានអំណាចមានអ្នកមានកម្លាំងប៉ុន្តែស្ដេចដាវីដទុកចិត្តលើអ្នកណាលើព្រះអង្គអោព្រះយេហូវ៉ាខ7អោព្រះយេហូវ៉ាអើយសូមក្រោកឡើងសូមសង្គ្រោះទូបង្គំផងបាទជំនួយមិនមែនមកពីព្រះជាម្ចាស់គាត់នឹងវេទនាជាមិនខានដូច្នេះកាលណាយើងអធិដ្ឋានត្រូវតែអធិដ្ឋានដោយក្លាហានដែលសូមព្រះឲ្យជួយពួកយើងធ្វើកិច្ចការដែលយើងធ្វើមិនបានយើងធ្វើមិនរួចដូចជាឲ្យអ្នកផ្សេងប្រែប្រួលឲ្យអ្នកផ្សេងជឿលើព្រះអង្គពួកយើងផ្សាយដំណឹងល្អនិយាយអំពីព្រះអង្គប៉ុន្តែគេមកដូចសោតចំអកប៉ុន្តែសូមទុកចិត្តថាព្រះជាម្ចាស់អាចធ្វើឲ្យមនុស្សប្រែប្រួលកាយប្រៃចិត្តគំនិតបានដូច្នេះយើងត្រូវតែអធិដ្ឋានដោយអស់ពីចិត្តហើយចំណុចទី3សូមព្រះឲ្យជួយដោយកម្លាំងរបស់ទ្រង់មនុស្សទូទៅប្រហែលគេគិតអំពីព្រះអូប្រហែលមានវិញ្ញាណមួយដែលមានគ្រប់អំណាចព្រះចេស្តាប៉ុន្តែពួកគេអាចជឿថាព្រះនោះសពព្រះハរតេឲ្យមនុស្សយើងមកឲ្យព្រះឲ្យស្ដាប់ពួកយើងដូចជាឪពុកចាប់អារម្មណ៍ស្ដាប់កូនក្នុងហេព្រើរចំពុក4ខ្ញុំអត់អានខគម្ពីរនេះប៉ុន្តែចំពុក4ខ15ខ16ដែលវិសាព្រះយេស៊ូវរងទុក្ខលើឈើឆ្កាងដែលវិសាព្រះយេស៊ូវបានបន្ទាបខ្លួនពួកកូនព្រះត្រូវមកឲ្យបល្ល័ង្ករបស់ព្រះដោយក្លាហានដោយទុកចិត្តថាព្រះអង្គស្ដាប់សុភាសិតចំពុក3ទំនុកដំណការសំទោសព្រះគម្ពីរសុភាសិតចំពុក3ខ5បញ្ជាក់ថាចូលទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់ពីចិត្តត្រូវតែទុកចិត្តដែលអស់ពីចិត្តដល់ព្រះដែលព្រះអង្គនឹងជួយពួកយើងសូមដឹងថាព្រះអង្គមិនដែលសន្យាប្រទានពរតាមចិត្តរបស់ខ្លួនប៉ុន្តែព្រះជាម្ចាស់នឹងស្ដាប់ហើយនឹងប្រទានពរតាមព្រះハរតេរបស់ព្រះហើយតាមពិតពួកយើងទាំងអស់
ខ្ញុំគិតថាចង់ឲ្យព្រះハរតីព្រះបានសម្រេចជាមុនគំនិតរបស់យើងខ8ការសង្គ្រោះជារបស់ព្រះយេហូវ៉ាការសង្គ្រោះអត់និយាយអំពីសង្គ្រោះឲ្យរួចពីអំពើបាបទេក្នុងខគម្ពីរនេះនិយាយអំពីសង្គ្រោះពីអ្នកដែលចង់សម្លាប់ពួកគាត់សម្លាប់ស្ដេចដាវីតធម្មតាពួកយើងអត់មានមនុស្សចង់ចាប់ហើយសម្លាប់ពួកយើងតែប៉ុន្តែតាមពិតពួកយើងទាំងអស់ប្រហែលរមមករាល់ថ្ងៃមានបញ្ហាដែលបណ្ដាលឲ្យយើងអស់ពីចិត្តអស់សង្ឃឹមត្រូវតែរៀនតាមគំរូរបស់ស្ដេចដាវីតដែលធ្វើយ៉ាងម៉េចគាត់បានអធិដ្ឋានក្នុងការរួចលាក់ខ្លួនជាចំណងជើងសម្រាប់ថ្ងៃនេះដូច្នេះកាលណាយើងកាត់ពិចារណាអំពីការអធិដ្ឋានសូមអធិដ្ឋានកុំភ័យខ្លាចនិយាយដែលអស់ពីចិត្តដល់ព្រះអង្គខ7អំបញ្ញមិញលោកគ្រូរំលងខ7អោព្រះយេហូវ៉ាអើយសូមក្រោកឡើងអោព្រះនៃទូបង្គំអើយសូមសង្គ្រោះទូបង្គំផងត្បិតព្រះអង្គទះកំភ្លៀងអស់ទាំងខ្មាំងសត្រូវរបស់ទូបង្គំគាត់ដឹងថាឥឡូវសត្រូវខ្លួនអ្នកដែលធ្វើអាក្រក់ដល់គាត់មើលទៅដោយធំមានអំណាចប៉ុន្តែស្ដេចដាវីតដឹងថាព្រះអង្គមានអំណាចលើស្ដេចដាវីតលើសត្រូវរបស់ដាវីតអរព្រះគុណពីមុនបានលើគ្រូម្នាក់គាត់អធិប្បាយហើយលោកគ្រូចាំគាត់និយាយថាជាពាក្យមួយដែលសំខាន់ចំពោះខ្ញុំគាត់និយាយថាគាត់សួរបើសិនជាការអធិដ្ឋានរបស់បងប្អូនទាំងអស់ដែលបានអធិដ្ឋានដល់ព្រះក្នុងមួយសប្តាហ៍តើការអ្វីនឹងកើតឡើងបើសិនជាពាក្យសម្ដីសំណូមពរទាំងអស់ដែលកូនព្រះអធិដ្ឋានដល់ព្រះបើសិនជាព្រះអង្គឆ្លើយ 100% ក្នុងមួយសប្តាហ៍តើការអ្វីនឹងកើតឡើងអូបើសិនជាយើងមិនសូវអធិដ្ឋានអត់សូវមានអ្វីកើតឡើងប៉ុន្តែបើសិនជាអធិដ្ឋានដល់ព្រះពួកយើងមានអំណរឃើញព្រះហស្ថរបស់ព្រះហើយជាអំណររបស់ពួកយើងក្នុងការឃើញព្រះអង្គឆ្លើយដូចនេះយូរម្ដងយុវជននៅអាមេរិកស្មានថាដូចគ្នាមានលក្ខណៈស្រដៀងគ្នាដោយស្រុកខ្មែរដែរយុវជនគេចូលចិត្ត chat គេមានទូរស័ព្ទគេអត់សូវធ្វើអីទៀតគេចូលចិត្ត chat ច្រើនបើសិនជាគេមើលទូរទស្សន៍គេកំពុង chat បើគេចូលបន្ទប់ទឹកគេមានទូរស័ព្ទ chat បើសិនជានៅសាលាប្រហែលគេលាក់ខ្លួនលាក់ពួនវាហើយនឹង chat ទៀតក្នុងបន្ទប់ទឹកក្នុងដេកលើក្រែនៅតែ chat ពីព្រោះពួកគេគិតថាទំនាក់ទំនងនោះសំខាន់ជាងគេចំពោះពួកគេសំខាន់ជាងបោកម៉ូតូសំខាន់ជាងបកជើងក្នុងបន្ទប់ទឹកសំខាន់ជាងមើលទូរទស្សន៍ហើយចំពោះកូនព្រះពួកយើងត្រូវដឹងថាយើងមានសេរីភាពមានផ្លូវអធិដ្ឋានគ្រប់ពេលវេលាបានតើបងប្អូនអធិដ្ឋានដូចនេះតើលោកគ្រូអធិដ្ឋានដូចនេះចង់អធិដ្ឋានហើយទុកចិត្តលើព្រះកាលណាធ្វើរបាយការណ៍កាលណាបោកម៉ូតូបោកឡានកាលណាធ្វើការងារសោះដែលត្រូវការប្រាជ្ញាឬកម្លាំងចង់អធិដ្ឋានដែលអស់ពីចិត្តដល់ព្រះជាម្ចាស់ដូច្នេះពួកយើងត្រូវតែមើលឃើញទំនុកទំការចំពោះ3ហើយឃើញថាស្ដេចដាវីតកំពុងរួចគេចចាញ់ពីកណ្ដាប់ដៃរបស់សត្រូវប៉ុន្តែគាត់នៅតែទុកចិត្តលើព្រះជាម្ចាស់សូមទុកចិត្តលើព្រះជាម្ចាស់ដោយការអធិដ្ឋានដោយការនិយាយដែលអស់ពីចិត្តចំពោះព្រះអង្គអោព្រះជាម្ចាស់អើយសូមអភ័យទោសដែលកូនព្រះមិនសូវទុកចិត្តអធិដ្ឋានតាមព្រះハរតីរបស់ព្រះប៉ុន្តែប្រហែលអធិដ្ឋានមួយថ្ងៃម្ដងឬយូរម្ដងសូមអភ័យទោសដែលយើងខ្ញុំគិតតិចពេកអំពីការនិយាយសូម
ព្រះជាម្ចាស់ពីជីវិតរបស់ខ្លួនបញ្ហារបស់ខ្លួនសូមប្រទានឲ្យយើងខ្ញុំសូមដាក់ទឿនយើងខ្ញុំឲ្យពឹងផ្អែកអធិដ្ឋានឥតឈប់ចូលតាមព្រះហឫទ័យរបស់ព្រះយើងខ្ញុំអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន